ACU រកឃើញអធិការរងនគរបាលស្រុកបវលម្នាក់ទទួលលុយពីជនជាតិចិនថៃ $77,400 មេខ្លងក្រុមអនឡាញ Scam ជាធ្នូរងការដោះលែងអង្គភាពប្រឆាំងអំពើពុករលួយ ACU រកឃើញអធិការរងនគរបាលស្រុកបវលខេត្តបាត់ដំបងម្នាក់ឈ្មោះវ៉ាន់វាសនាទទួលលុយពីជនជាតិចិនថៃ $77,400 ដែលជាមេខ្លងក្រុមអនឡាញ Scam ជាធ្នូរងការដោះលែងខុសច្បាប់បន្ទាន់ពីសមត្ថកិច្ចចាប់ខ្លួនបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី29 ខែកញ្ញាឆ្នាំ2025នេះក្រៅពីអធិការរងនគរបាលស្រុកបវលអង្គភាពប្រឆាំងអំពើពុករលួយក៏បានរកឃើញមនុស្សចំនួន5នាក់ផ្សេងទៀតដែលពាក់ព័ន្ធក្នុងករណីរត់ការដោះលែងក្រុមអនឡាញ Scam នេះក្នុងនោះមានឈ្មោះតាំងសំណាងជាយោធាមានខ្លួនឈ្មោះហេងសុណាកិច្ចខ្លួនឈ្មោះមូនីសុដារ៉ូកិច្ចខ្លួនឈ្មោះអូវ៉ារ៉ារិនរាវីជាថៅកែពួកអនឡាញ Scam ចំនួន43នាក់ជាជនជាតិថៃនិងជាអ្នកចំណាយលុយ $77,400 រត់ការដោះលែងកូនចៅកិច្ចខ្លួននិងឈ្មោះស្ព្រីផាញ់សុផាជនជាតិថៃកិច្ចខ្លួនបើតាមអង្គភាពប្រឆាំងអំពើពុករលួយករណីនេះបានកើតឡើងតាំងពីខែឧសភាឆ្នាំ2025មកម្លេះពលនៅពេលបទបញ្ជារបស់នាយឧត្តមសេនីយ៍សថេអគ្គស្នងការនគរបាលជាតិសហការជាមួយមូលដ្ឋានបានចុះប្រតិបត្តិការរដ្ឋបាលថ្ងៃទី2ខែឧសភាឆ្នាំ2025នៅក្រុងប៉ោយប៉ែតហើយរកឃើញអ្នកចូលមកស្នាក់នៅព្រមទាំងធ្វើការខុសច្បាប់ជាច្រើននាក់ក្នុងនោះជនជាតិថៃ43នាក់ស្រី20នាក់ដែលធ្វើការបោកប្រាស់តាមអនឡាញនៅយប់ថ្ងៃទី6ខែឧសភាឆ្នាំ2025ឈ្មោះវ៉ាន់វាសនាបានប្រគល់ប្រាក់$28,400ឲ្យទៅឈ្មោះហេងសុណានៅខេត្តកំពតដើម្បីរត់ការសោកប៉ាន់ដែលមានឈ្មោះមូនីសូដារ៉ូជាអ្នកខុបខិតនិងជួយលាក់បាំងពីការផ្ទេរប្រាក់អង្គភាពប្រឆាំងអំពើពុករលួយកំពុងបន្តរកឃាត់ខ្លួនជនជាប់ចោទ4នាក់ទៀត